ការដាំបន្លែរបស់ប្រជាសហគមន៍បានក្លាយទៅជាកម្លាំងចលករដ៏សំខាន់នៅក្នុងការលើកកម្ពស់ជីវភាពនិងសន្តិសុខស្បៀងដើម្បីទទួលបានទិន្នផលខ្ពស់និងធានានៅទីផ្សារច្បាស់លាស់កសិករបានងាកមកអនុវត្តបច្ចេកទេសដាំដុះបែបទំនើបនិងចងក្រងជាសហគមន៍ក្រោមទ្រឹងននងដ៏ធំនិងវែងអន្លាយអ្នកស្រីឆោមខុមដែលជាប្រធានសហគមន៍រុងរឿងនៃក្រុងឧដុង្គម៉ែជ័យបានឲ្យដឹងថាសហគមន៍រុងរឿងបច្ចុប្បន្នបានក្លាយទៅជាទីតាំងផលិតបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុកក្នុងខេត្តនិងបន្តចែកចាយនៅតាមបណ្ដាផ្សារទំនើបនៅក្នុងរាជធានីភ្នំពេញផងដែរក្រោមការផ្ដល់បច្ចេកទេសដាំដុះពីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺនិងអង្គការជាដៃគូសហគមន៍នេះមានលទ្ធភាពអាចផលិតបន្លែចម្រុះសម្រាប់ផ្គត់ផ្គង់នៅតាមទីផ្សារក្នុងមួយថ្ងៃចាប់ពី700គីឡូដល់1200គីឡូក្រាមដែលធានានៅក្នុងការផ្គត់ផ្គង់ទីផ្សារបានយ៉ាងល្អប្រសើរចានេះខ្ញុំឈ្មោះឆោមខុមជាប្រធានសហគមន៍ឃុំរុងរឿងហើយតួនាទីរបស់ខ្ញុំនឹងជាប្រធានផងជាក្រុមដឹកនាំកសិករដើម្បីផលិតបន្លែសុវត្ថិភាពលក់ទៅទីផ្សារមុខរបរសហគមន៍ខ្ញុំផ្ដោតទៅលើតែវិស័យកសិកម្មគឺលើដំណាំបន្លែចម្រុះចាទីផ្សារខ្ញុំផ្គត់ផ្គង់ទៅក្នុងស្រុកផងហើយទៅផ្សារកំពង់ស្ពឺនិងផ្សារចុងសប្តាហ៍ហើយពេលបន្លែកសិករធ្វើបានផលច្រើនពេលចោលខ្ញុំបញ្ចេញទៅផ្សារគួរស្រូវនិងផ្សារនិមាសចាក្នុងវិស័យកសិកម្មក្នុងការបច្ចេកទេសការគ្រប់គ្រងគឺខ្ញុំទទួលបានពីមន្ទីរកសិកម្មរុក្ខាប្រមាញ់នៅសត្វខេត្តកំពង់ស្ពឺរបស់យើងដែលបានជួយគ្រប់គ្រងនៅលើវិស័យកសិកម្មការដាំដុះការបច្ចេកទេសនៅក្នុងសហគមន៍ហ្នឹងគឺក្នុងឃុំរបស់ខ្ញុំហ្នឹងកសិករចេះពីខ្លាំងជាងគេគឺផ្ដោតតែពីមន្ទីរកសិកម្មនេះចាឆ្នាំ2024-25ហ្នឹងគឺមន្ត្រីកសិកម្មគាត់សកម្មភាពចូលរួមបានច្រើនក្នុងជាមួយនឹងកសិករដាំដុះបច្ចេកទេសការថែទាំការធ្វើជីកំប៉ុស្តអីប្រហាត់ទៅដល់កសិករគាត់ចេះច្រើនចាជាចុងក្រោយនេះខ្ញុំក៏សូមអរគុណដល់មន្ទីរកសិកម្មនិងមន្ត្រីកសិកម្មរុក្ខាប្រមាញ់នេសាទហើយក៏ដូចជាមន្ត្រីកសិកម្មឃុំដែលគាត់បានចោះជួយហើយនឹងមន្ត្រីជំនាញបច្ចេកទេសក្នុងការដាំដុះរបស់ប្រជាពលរដ្ឋហ្នឹងគឺចេះការដាំដុះបានផលច្រើនដោយសារតែមន្ត្រីកសិកម្មគាត់ខំប្រឹងជួយមានវគ្គបណ្ដុះបណ្ដាលដល់កសិករច្រើនហើយខ្ញុំសូមអរគុណដល់អង្គលោកគ្រូអ្នកគ្រូដែលបានចំណាយពេលមកផ្សព្វផ្សាយហើយបង្ហាត់បង្ហាញហើយពង្រឹងសមត្ថភាពការដាំដុះឲ្យរស់រវើកឡើងវិញកាលពីឆ្នាំ2021ការដាំដុះគឺឆ្ងាត់ជ្រាបរហូតដល់23-24ហ្នឹងគឺកសិករគាត់ប្រមូលផលបានច្រើនក្នុងការដាំដុះដោយសារតែមន្ត្រីកសិកម្មគាត់ជួយច្រើនក្នុងដំណាំនិងបន្លែដែលកសិករធ្វើបាននៅក្នុងសហគមន៍រុងរឿងហ្នឹងគឺផ្ដោតខ្លាំងជាងគេតឡាចតសក់និងននោងចាគឺ3មុខហ្នឹងគឺដាំវិលជុំខ្ញុំទិញប្រមូលគ្រប់គ្រងទៅទីផ្សារវិលជុំក្នុងមួយឆ្នាំពេញ700គីឡូក្នុងមួយថ្ងៃបើប្រមូលតាំងតសក់សណ្ដែកនិងតឡាចននោងហើយដោយសារក្នុងវិស័យកសិកម្មហ្នឹងក្នុងគម្រោងរបស់ខ្ញុំសហគមន៍ហ្នឹងគឺមានមន្ទីរកសិកម្មដែលគាត់ជួយបច្ចេកទេសនិងអង្គការ L គាត់ជួយជាសម្ភារៈនិងអង្គការ Hyper គាត់ជួយជាបច្ចេកទេសក៏សម្ភារៈដែរហើយនិងអង្គការ L ក៏ជួយជាសម្ភារៈហើយនឹងថ្មីនេះគឺគម្រោង iFab ចាគម្រោង iFab គាត់បានជួយពីបច្ចេកទេសហើយក៏គាត់និយាយទៅក្នុងបច្ចេកទេសផងតាំងពីគម្រោងរផ្ទះសំណាញ់ទម្លាក់តាមភូមិមួយហ្នឹងគឺគាត់ជួយរកបានច្រើនហើយក៏សូមផ្ដាំដល់បងប្អូនដែលអត់ទាន់ចូលជាសមាជិកក៏សូមងាកមកចំណាប់អារម្មណ៍ជាមួយនឹងសមាជិកយើងធ្វើទៅគឺมันខុសទេដោយសារសហគមន៍របស់យើងមានទីផ្សារមានអង្គការគ្រប់គ្រងមានទីកសិកម្មគ្រប់គ្រងត្រឹមត្រូវហើយផលិតផលដែលយើងធ្វើបានក្នុងវិស័យកសិកម្មសហគមន៍ហ្នឹងគឺអត់បាក់រកទីផ្សារទេគឺងាយស្រួលក្នុងការដាំដុះបានលក់ងាយនឹងបញ្ចេញទៅតាមសហគមន៍វិញមុខរបរខ្ញុំធ្វើតែចំការបន្តិចតួចហ្នឹងទេហើយស្រែហ្នឹងមហាត់ហើយដាំនោះដាំតែបន្លែដែលបង្វិលជុំដូចទីសសក់អានងសណ្ដែកទេសតឡាចតែគ្រាន់តែយើងដាំដូចតែអស់មួយចូលមួយអស់មួយចូលមួយអញ្ចឹងណាខ្ញុំកំពុងតែប្រមូលផលតែសក់ឲ្យអានងបានតែពីរមុខនឹងឡើយ
ហើយរៀបចំធ្វើដីដាំបន្តទៀតចឹងដាំតឡាច់ដាំតសក់ដាំម្ទេសដែលបន្លែដែលប្រមូលផលបានមកយកដាក់ក្នុងសហគមន៍បាទចែកចាយនោះឲ្យសហគមន៍គេយ៉ាងនេះគេចែកចាយតទៀតចឹងទៅខ្ញុំគាត់មកត្រឹមសហគមន៍តែប៉ុណ្្នឹងនេះដាំត្រឹមតែដាំយកបេះទៅចូលប្រមូលចូលសហគមន៍ហ្មងជំរាបសួរនាងខ្ញុំឈ្មោះនីណៃគាជាមន្ត្រីកសិកម្មឃុំរុងរឿងស្រុកថ្ពងខេត្តកំពង់ស្ពឺនេះតួនាទីនិងភារកិច្ចរបស់មន្ត្រីកសិកម្មឃុំយើងគឺមានតួនាទីជួយសម្របសម្រួលទៅដល់ប្រជាកសិករដែលនៅក្នុងមូលដ្ឋានឃុំរុងរឿងទាំងមូលហើយនៅក្នុងនោះផងដែរមន្ត្រីកសិកម្មឃុំយើងគឺមានកាតព្វកិច្ចក្នុងការជួយសម្រួលទៅតាក់ទងទៅនឹងបច្ចេកទេសក៏ដូចជាការធ្វើជីកំប៉ុស្តការធ្វើថ្នាំសម្រាប់សត្វល្អិតពីធម្មជាតិក៏ដូចជាការប្រើប្រាស់ថ្នាំឬក៏ជីទៅលើដំណាំផ្សេងមិនថាដំណាំបន្លែនិងដំណាំស្រូវហើយនៅក្នុងនោះផងដែរមន្ត្រីកសិកម្មឃុំយើងគឺតែងតែចុះតាមដានកសិករដែលគាត់ប្រកបរបរមិនថាធ្វើស្រែមិនថាដាំបន្លែហើយមួយវិញទៀតក៏មានតាក់ទងទៅនឹងការចិញ្ចឹមសត្វផ្សេងផងដែរចាចំពោះការងារសហគមន៍កសិកម្មនៅក្នុងឃុំរុងរឿងទាំងមូលគឺនាងខ្ញុំក៏បានជួយនៅក្នុងការសម្របសម្រួលក៏ដូចជាការចុះជួបផ្ទាល់ជាមួយកសិករនិងអង្គប្រធានសហគមន៍ដើម្បីជួយក្នុងការផ្សព្វផ្សាយទាំងបច្ចេកទេសក៏ដូចជាការសម្របសម្រួលតាក់ទងទៅនឹងរបាយការណ៍អ្វីផ្សេងនៅក្នុងសហគមន៍ផងដែរចាចំពោះបញ្ហាទីផ្សារគឺនាងខ្ញុំជួយក្នុងការស្វែងរកទីផ្សារដើម្បីឲ្យកសិករនៅក្នុងសហគមន៍របស់យើងគឺពួកគាត់មានទីផ្សារក្នុងការលក់កសិផលដែលពួកគាត់ផលិតបានចាជាចុងក្រោយនាងខ្ញុំក៏សូមសនំពរដល់ប្រជាកសិករដែលគាត់ពុំទាន់បានចូលជាសមាជិកនៅក្នុងសហគមន៍អាចជាធ្វើការចូលរួមជាសហគមន៍ដើម្បីងាយស្រួលក្នុងការលក់ដូរកសិផលក៏ដូចជាទទួលបានបច្ចេកទេសផ្សេងនិងបច្ចេកទេសដែលវាទំនើបជាងពេលដែលគាត់ធ្វើលក្ខណៈធម្មតាដើម្បីធ្វើឲ្យទិន្នផលរបស់យើងក៏កើនឡើងហើយនៅពេលដែលកសិផលរបស់យើងប្រមូលផ្ដុំគ្នាបានច្រើនយើងនឹងងាយស្រួលក្នុងការរកទីផ្សារហើយតម្លៃក៏វាសមរម្យជាងពេលដែលយើងលក់ដូរម្នាក់ឯងដែរចា៎សូមរំលឹកផងដែរថាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលគឺការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជាឲ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្នធន់នឹងការប្រែប្រួលអាកាសធាតុនិងនិរន្តរភាពបង្កើនប្រាក់ចំណូលគ្រួសារកសិករវិបុលភាពសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាតាមអភិក្រមនិងវិសាលភាពថ្មីដើម្បីប្រែក្លាយវិស័យនេះពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបវិបុលកម្មពោលគឺពឹងផ្អែកជាសំខាន់ទៅលើធនធានដែលមានស្រាប់រួមមានធនធានដីនិងធនធានធម្មជាតិផ្សេងទៀតឈានទៅដំណាក់កាលថ្មីដែលផ្ដោតទៅលើប្រព័ន្ធវប្បកម្មពោលគឺពឹងផ្អែកជាសំខាន់ទៅលើការប្រើប្រាស់បច្ចេកទេសបច្ចេកវិទ្យាថ្មីកសិកម្មឆ្លាតវៃការស្រាវជ្រាវនិងការអភិវឌ្ឍយន្តពាណិជ្ជកម្មព្រមទាំងការបង្កើនសមត្ថភាពក្នុងការស្រោចស្រពដើម្បីលើកកម្ពស់ផលិតភាពពីបេតិកម្មដំណាំដែលមានសក្តានុពលនិងមានទីផ្សាររួមទាំងការចិញ្ចឹមសត្វនិងវារីវប្បកម្មជាលក្ខណៈពាណិជ្ជកម្មផងដែរតាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះបច្ចុប្បន្នប្រជាកសិករនៅក្នុងខេត្តកំពង់ស្ពឺនិងប្រជាកសិករទូទាំងប្រទេសបានបើកចិត្តទទួលយកនៅបច្ចេកទេសនិងបទពិសោធន៍ថ្មីមកអនុវត្តនៅក្នុងការងារកសិកម្មរបស់ខ្លួនរហូតទទួលបានជោគជ័យជាទីពេញចិត្ត